សម្រាប់បងប្អូនណាដែលដឹងនេះហៅថាសត្វខ្ទីងឬក៏សត្វគោព្រៃបងប្អូនសម្រាប់ខ្ញុំគឺសត្វទាំងពីរនេះខ្ញុំច្រឡំបាត់ហើយបើសិនជាបងប្អូនអាចស្គាល់អាចដឹងជួយ comment ខាងក្រោមនៅវីដេអូនេះផងបាទដើម្បីឲ្យដឹងទាំងអស់គ្នាប៉ុន្តែហើយដែល admin ស្គាល់សត្វរត់ខាងក្រោយនេះគឺជាសត្វឆ្កែព្រៃហើយស្កាត់សត្វឆ្កែព្រៃនេះបងប្អូនគឺជាសត្វមួយវាសាមគ្គីគ្នាណាស់នៅតំបន់ Alaska អញ្ចឹងណាបងប្អូននៅសួនអភិរក្សរបស់គេហើយនេះបើមិនស្ទីងក៏គោព្រៃដែរបងប្អូនហើយសម្រាប់សត្វឆ្កែព្រៃនេះគឺវាប្រមាញ់មិនស្គាល់ថាសត្វតូចសត្វធំទេសត្វឆ្កែព្រៃនេះវាអត់ដើរតាមប្រមាញ់សត្វណាដែលវាទៅតែម្នាក់ឯងទេសត្វឆ្កែព្រៃនេះភាគច្រើនគឺវាដើរដំបងតែម្ដងបងប្អូនប៉ុន្តែនៅពេលដែលវាប្រមាញ់សត្វមិនថាសត្វតូចឬក៏សត្វធំទេវាតែងតែទៅតាមគ្នាជួយគ្នារហូតសូម្បីតែគ្នាវាមានបញ្ហាក៏សត្វប្រភេទឆ្កែព្រៃសត្វនេះក៏វាជួយគ្នាដែរអញ្ចឹងធម្មតាបងប្អូនមើលតែឆ្កែព្រៃសំទោសឆ្កែស្រុករបស់យើងនៅពេលដែលវាព្រួតឬក៏វាដេញខំអីមួយក៏វាទៅទាំងក្រុមដែរបងប្អូនប៉ុន្តែគ្រាន់តែឆ្កែស្រុកវាអត់សូវសាមគ្គីគ្នាដូចឆ្កែព្រៃនេះទេបងប្អូនហើយសម្រាប់សត្វឆ្កែព្រៃនេះមិនថាតូចមិនថាធំនេះវាតាមប្រមាញ់ទាំងអស់ដល់ពេលដែលវាប្រមាញ់បានហើយបងប្អូនគឺវាហៅគ្នាទាំងក្រុមនឹងគឺដើម្បីជួយប្រហារសត្វនោះតែម្ដងវាអត់ធ្វើអីតែឯងទេបងប្អូនហើយចំណុចពិសេសរបស់វាគឺវាចេះសាមគ្គីគ្នាដល់ពេលដែលមានបញ្ហាវាក៏ចេះជួយគ្នាបានទៅតាមអីដែលវាជួយបានបងប្អូនឥឡូវនេះកំពុងតែខំបានហើយបងប្អូនណែដល់ពេលដែលវាខំបានគឺអញ្ចឹងឯងវាហៅគ្នាវាមកគឺរួមគ្នាទាំងអស់បងដើម្បីបានអាហារទាំងអស់គ្នាណាបងប្អូនអញ្ចឹងសត្វឆ្កែនេះមួយគឺវាខុសពីឆ្កែស្រុករបស់យើងឆ្កែស្រុករបស់យើងអត់សូវសាមគ្គីគ្នាទេសម្រាប់ឆ្កែព្រៃតំបន់អភិរក្សនៅតំបន់ Alaska នេះគឺវាសាមគ្គីគ្នាណាបងប្អូន